បាទពេលល្ងាចថ្ងៃអាទិត្យពីអ្នកកូនពូជមកបេះបន្លែដើម្បីយកទៅស្លបាទហើយដែលយើងស្លនេះឬបងប្អូនបានឃើញហើយអ្វីដែលខ្ញុំកំពុងតែបេះនេះគឺដើមក្តាតបាទដើមក្តាតហើយដើមក្តាតនេះគឺយើងដាំនៅខ្លួនឯងយើងបានដាក់ដាំនៅក្នុងដីទេគឺយើងដាក់ដាំនៅក្នុងថង់បាទនេះគឺកូនវារីស្កូស្គីពេញទាំងអស់ឃើញទេហើយយើងកាត់យកធាងអាមេវាហ្នឹងយកមកស្លហើយដូចមិនសូវជាបានថែតែគ្រាន់តែថាដីហ្នឹងគឺយើងលាយវាដីលបាយដែលយើងបានដាក់លក់ហ្នឹងគឺយើងលាយជាដីលបាយទៅយើងយកមកលាយជាមួយដីបន្ថែមទៀតហើយយើងដាក់ដាំដល់ទៅល្អមែនតើនេះក្តាតវាមិនធំណាស់ណាទេក៏ប៉ុន្តែយើងអាចយកទៅស្លជាសម្លបានហើយបងប្អូនឃើញកាត់អញ្ចឹងមិនប្រកាសដឹងហើយគឺយើងយកទៅស្លសម្លក្តាតបាទសម្លក្តាតកូនត្រីកំពឹសបាទហើយយើងកាត់តែ 4-5 ធាងទៅតែនេះកាត់ច្រើនបន្តិចដោយសារសមាជិកច្រើនបាទសមាជិកច្រើនយើងកាត់វាប្រហែលជា 5-6 ធាងទៅបាទ 5-6 ធាងបន្ទាប់មកទៀតយើងដើរមកបេះម្ទេសហើយម្ទេសនេះយើងបេះយកម្ទេសខ្ចីទេបាទម្ទេសនេះបេះយកម្ទេសខ្ចីតែម្ទេសនេះបានរហូតទៅពេលខ្ចីនោះឯងពេលទុំទៅវារៀងស្អុយដោយសារយើងធម្មជាតិខ្ញុំអត់ប្រើថ្នាំអីទេគឺវាទុំទៅវាស្អុយបាទអត់ហ៊ានប្រើថ្នាំគីមីចឹងបេះសុខចិត្តហូបអាខ្ចីហ្នឹងបាទយកធ្វើជាលក់ផងហើយវាមានជាតិហឹរតិចវាមិនហឹរខ្លាំងហឹរតិចបាទហើយវាដូចជាបន្លែមួយផងដែរផ្គួបផ្សំនៅក្នុងសម្លម្ជូរក្តាតរបស់យើងដាក់បេះយ៉ាងច្រើនដែរម្ទេសដោយសារយើងដាំតាមកុលទុរេនណាបាទយើងដាំតាមកុលទុរេនទៅយើងស្រោចទឹកស្រោចអីទៅវាបានសើមបានផ្លែទាំងអស់បាទចឹងវាមានភាពងាយស្រួលហើយស្លឹកវាក៏យើងអាចស្លបានដែរស្លឹកវាណាស្លឹកម្ទេសស្លឹកអីហ្នឹងណាបាទក៏ប៉ុន្តែជាមុខម្ហូបផ្សេងក៏ប៉ុន្តែថ្ងៃនេះគឺយើងមុខម្ហូបយើងទៅលើការដែលយើងស្លម្ជូរក្តាតកូនត្រីកំពឹសបាទអញ្ចឹងដាក់ផ្សំគ្រឿងមួយល្ងាចពីអ្នកកូនពូជឲ្យកូនពូជថតឲ្យបាទកូនពូជគឺជាកាមេរ៉ាមែនបាទកាមេរ៉ាមែនតែម្ដងហើយប្រើយូរម្ដងទេហ៊ានប្រើញឹកទេតែប្រើញឹកល្អបាទថតប៉ុណ្ណេះហ្នឹងក៏យើងល្អដែរថាអូយប្រើម្លេះបាទក៏ប៉ុន្តែអត់កិច្ចអត់ផុតទេគឺតណាមកណាគាត់จะសុំមកតាមហើយទោះបីជាដឹងថាអស់មកជាមួយប្រើឲ្យថតរូបប្រើអីក៏នៅតែមកដែរល្អអីផងក៏ប៉ុន្តែនៅតែធ្វើបាទនៅតែធ្វើហើយអត់មានអីបង្ហាញជូនពុកម៉ែបងប្អូនទេគឺមានតែសួនបន្លែតិចតួចបាទនៅក្នុងដីដ៏តូចមួយហើយអ្វីដែលខ្ញុំកំពុងតែកាត់នេះគឺយើងកាត់មកជូរល្មមបាទពីព្រោះសឡក្តាតនេះគឺត្រូវមកជូររៀងជ្រះដែរហើយបានដាំមកជូរល្មមមកគុំពីគុំនៅចិត្តកន្លែងកូនខ្ទមហ្នឹងក៏កាត់ស្លឹកវាយកទៅធ្វើជាបន្លែហើយមកជូរល្មមនេះដោយបងប្អូនខ្លះក៏ប្រាប់ថាដាក់ប៉ុណ្ណាក៏ល្មមដែរអញ្ចឹងឲ្យហ៊ានដាក់ច្រើនទេបាទហ៊ានដាក់ច្រើនទេអត់ហ៊ានបន្ថយទេបាទហ៊ានបន្ថយទេក៏ប៉ុន្តែដាក់តែមួយដៃទេបាទពីព្រោះបងប្អូនយល់ថាដាក់មួយឆ្នាំងក៏នៅតែជូរល្មមដែរបាទតែខ្ញុំមិនហ៊ានដាក់ច្រើនទេដាក់តែមួយដៃប៉ុណ្ណេះមកបានទេព្រោះយើងស្លមកកូនឆ្នាំងបាទឥឡូវនេះយើងកាត់សេចក្តីយើងមកដល់ការស្លហើយការស្លនេះខ្ញុំបញ្ជាក់ដែរខ្ញុំមិនមែនជាអ្នកស្លទេគឺបងស្រីខ្ញុំអ្នកស្លបាទខ្ញុំខ្ជិលខ្ញុំបានដើរបេះបន្លែឲ្យខ្ញុំស្លខ្ញុំខ្ជិលបាទឥឡូវនេះឆ្អិនហើយបាទភ្លក់មុនគេតែម្ដងបាទភ្លក់មុនគេដួសដាក់កូនចានទៅកើហើយយើងភ្លក់ទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះឯងបាទពុកម៉ែបងប្អូនយើងរីករាយជាមួយនឹងសម្លម្ជូរក្តាតពេលល្ងាចទាំងអស់គ្នា